Ok,យើងរៀនតពីម្សិលមិញតិចយើងកាលពីវីដេអូមុនយើងសិក្សាពីគ្រប់ slide ហើយនិងគ្រប់ clipboard អញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការចែកទៅលើគ្រប់ហ្វុនណាបើអាចឆ្លៀតពេលបន្ថែមចែកទៅលើគ្រប់ paragraph បន្ថែមណាចឹងអ្នកគឺដឹងពីការបង្កើត new អញ្ចឹងដំបូងណានៅ slide ទី1យើងយកជា title content ណាយើងចូលទៅលើ layout យើងអាចឃើញអំពី layout វាទី2យើងអាចចេញពី title content ណាបាទយើងចូលលើវាយើងមើលតើវាជាប្រភេទ title content ឬក៏អត់ណាឬក៏អាចគឺលើវាយកពីតែ new slide ឬក៏ដាក់ពី layer ដាក់ពី slide នៅពេលដែលយើងយកវាមកប្រើហើយយើងអាចធ្វើការសរសេរបានណាបាទចឹងខ្ញុំចែកបន្តិចទៅបាទជំហានដំបូងនេះខ្ញុំធ្វើការលុបវាចេញចុះវាញ៉ាំត្រូវការអីទេនិយាយទៅមេរៀនដំបូងខ្ញុំអត់ទាន់បញ្យល់អីទាំងអស់ណាគ្រាន់តែប្រាប់ពី font ពីអីប្រើប្រាស់យ៉ាងម៉េចទេដល់បើគេចូលទៅដល់វីដេអូទី5ណាខ្ញុំចាប់ផ្ដើមធ្វើវាឲ្យបានស្អាតជាងនឹងណាប៉ុន្តែទោះបីយ៉ាងណាក៏ដោយនេះគឺសិក្សាតែជាមេរៀនដែលខ្ញុំទុករៀននៅសាលាទេណាប៉ុន្តែយើងចែករំលែកគ្នាទៅដើម្បីយើងសិក្សាទាំងអស់គ្នាណាអូខេចឹងនៅក្នុង workout ខ្ញុំសេថា pro test បើកម្ពុជាអូវាមិនដាក់គេនេះសិនចឹងទី1បាទថ្ងៃនេះយើងសិក្សាទៅលើគ្រប់ font គ្រប់គឺជាគ្រប់មួយដែលយើងប្រើពពុះអក្សរណាសម្រាប់កែ graphic ទៅលើអក្សរទី1គេហៅថាគ្រប់ font សំទោសគេហៅថា font font ហ្នឹងគឺយើងប្រើដើម្បីជ្រើសរើសទៅលើ mode អក្សរជាទៅខ្មែរខ្ញុំរើសជាខ្មែរ OS បាត់ដំបងណាបាទជា font ដែលខ្ញុំប្រើជាទូទៅណាបាទសម្រាប់ពួក font ខ្មែរធម្មតាណារីឯ font ទី2 font ទី2ខ្ញុំប្រើខ្មែរ OS Moonlight ណា Moonlight គឺជា font មួយដែលខ្ញុំប្រើទៅលើពពួក font ខ្មែរយើងគឺទៅលើអក្សរឆ្លាក់ណាបាទនិង font មួយទៀតដែលខ្ញុំចង់ចែកម្លែកទៅកាន់អ្នកនរគ្នាមួយទៀតគេហៅថា font អឺបាទផ្សេងចេញចាស់ Moon បាលីណាបាទ Moon បាលីគឺជា font ដែលយើងប្រើទៅលើពួកភាសាបាលីសំស្ក្រឹតអីចឹងទៅណាអូខេចានេះវិញអានេះការស្អីគេអានេះការ font size font size គឺជាទំហំអក្សរទំហំអក្សរមិនអាចគេដាក់មកដូចជាធំ96មែនទេណាគេអាចដល់2 300 4 500តែឡើងយកត្រឹម500ចឹងចេះតើមួយ slide យើងចង់ print ចេញមកឬក៏បត់បង្ហាញនឹង500អញ្ចឹងមែនណាគឺអត់ទេអញ្ចឹងបានជាទូទៅ font យើងគេដាក់ថា96នឹងវាធំពេកហើយណាវាពេញกระดาษបាត់ហើយណាហ្នឹងហើយចានេះគេហៅថា font size គេយើងអាចរើសធំ36ណា48តែយើងធ្វើ slide យើងបញ្ចាំងថា86ណាមិនស្អីក្បាលចំណងជើងវាមើលទៅវាស្អាតណាស់ទៅពេលយើងធ្វើការចាក់បញ្ចាំងទៅវាមើលទៅវាពេញឬក៏យើងអាចចូលទៅកាន់ start from beginning ណាវាអាចឃើញដូចគ្នាទំហំមួយអានេះហៅអីគេអានេះហៅថាជា increase font size គឺជាការពង្រីកទំហំអក្សរនេះគឺហៅថា decrease font size គឺជាការបង្រួមទំហំអក្សរអានេះ clear all formatting clear all formatting គឺជាការ clear នៅអ្វីដែលយើងបានធ្វើការកែវាឲ្យទៅជាទម្រង់ដើមណាអូខេអូខេនេះគេអីគេនេះគេថា bold bold គឺដាក់អក្សរឲ្យដិតធំបាទបើកន្លែងណាដោះកន្លែងហ្នឹងចេញណាអានេះគេហៅគេ italic បាទ italic គឺជាការដាក់អក្សរឲ្យផ្អៀងទៅផ្នែកខាងស្ដាំតែអាចផ្អៀងទៅខាងផ្នែកខាងឆ្វេងនោះទេណានេះហៅស្អីគេនេះហៅថា underline underline គឺយើងដាក់បន្ទាត់នៅពីក្រោមអក្សរអានេះស្អីគេនេះហៅថា shadow ណា thick shadow គឺយើងដាក់ស្មើឲ្យរូបភាពសំដៅឲ្យអក្សរយើងណាអានេះស្អីគេ section បាទគឺយើងធ្វើការដាក់ឆូតអក្សរចេញស្អីគេអានេះគេហៅថាជាបាទ character spacing គឺកម្រិតអក្សរកម្រិតអក្សរខាងក្នុងនឹងណាអូខេចេញស្អីគេនេះគេថា check case ខ្ញុំបញ្យល់តាមក្រោយអានេះស្អីគេនេះគេថាអឺ font size ណា font size គឺយើងប្រើដើម្បីដាក់ពណ៌ឲ្យអក្សរយើងណាបាទដាក់ពណ៌ឲ្យទៅលើអក្សរយើងណាអូខេខ្ញុំបញ្ជាក់តិចណាខ្ញុំបញ្យល់មួយ step ហើយ format នេះខ្ញុំអត់តបញ្យល់អីទាំងអស់ណាខ្ញុំគ្រាន់តែចង់ឲ្យអ្នកនរយល់ពី font សិនណាបាទអូខេខ្ញុំភ្លេចនិយាយរឿង font អង់គ្លេសតិចណា
font English itu takខ្ញុំប្រើថាបាទខ្ញុំប្រើថា New Roman ណាយ៉ាមិនសេអង់គ្លេសអញ្ចឹងដាក់ថា V បាទវាបាទ bot computer computer ចឹង font អង់គ្លេសហ្នឹងគឺជាថា New Roman ណាបាទថា New Roman ចាសនេះខ្ញុំតោះយើងចូលមកចំណុចទីគេហៅថាជា check case ណាឧទាហរណ៍អក្សរ check case គឺយើងប្រើវាដើម្បីធ្វើការផ្លាស់ប្ដូរទម្រង់អក្សរណាអូខេឧទាហរណ៍អក្សរយើងធំទៅអស់អញ្ចឹងដល់ពេលចូលទៅកាន់ change ចូលទៅកាន់ check case យើងចូលពេលថា syntax case គឺវាបំរួមឬក៏បំរែអក្សរហ្នឹងទៅធ្វើជាអក្សរដែលធំជាងគេនៅក្នុងឧបធានបទហើយបន្ទាប់នោះគឺតូចណាបាទហ្នឹងគេថាពពួក check case ទី2គេថា lower case lower case គឺដាក់អក្សរឲ្យតូចទាំងអស់ណាចំពោះភាសាអង់គ្លេសទេភាសាអង់គ្លេសយើងមានអក្សរធំនិងអក្សរតូចណា upper case គឺដាក់អក្សរឲ្យធំទាំងអស់វាមួយទៀតគេហៅថាជា capital and earn act work ណាគឺដាក់អក្សរនៅក្នុងឧទាហរណ៍បទគឺចាប់ផ្ដើមហ្នឹងគឺធំហើយបន្ទាប់ហ្នឹងគឺតូចហើយនេះគឺចាប់ផ្ដើមមកទាំងអស់វាធំទៀតទៅណាអូខេចុងក្រោយគេហៅថា to go case គឺដាក់អក្សរដែលនៅចាប់ផ្ដើមមកទាំងអស់គឺតូចណាគេវាតូចហើយនេះគឺវាតូចដូចគ្នាដែរណាអូខេអញ្ចឹងថ្ងៃនេះគឺយើងសិក្សាបានមកគ្រប់ទៀតគេហៅថាគ្រប់ font ណាបាទអញ្ចឹងខ្ញុំឆ្លៀតពេលធ្វើវាប៉ុន្តែមេរៀនគឺប្រហែលជានៅវីដេអូទី5ណាវីដេអូទី5ប្រហែលជាអាចនឹងបញ្ចប់តែម្ដងបញ្ចប់នៅគ្រប់ font បាទសំដៅនៅគ្រប់ក្នុង home និង tab home នឹងតែម្ដងបើខ្ញុំចាប់ដើមចូលទៅក្នុងមេរៀនណាចា៎នេះយើងសិក្សាមក step សិនណាខ្ញុំអត់ទាន់ឲ្យអ្នកនរគ្នាទៅសិក្សាអីច្រើនទេណាក៏ទីមួយនឹងគ្រប់ font ហ្នឹងបាទតែមិនឲ្យទៅយល់ឲ្យចាស់ឲ្យថាដឹងថាកន្លែងហ្នឹងយើងប្រើដើម្បីខ្លះទៅណាមិនបាច់ទៅដល់អីផ្សេងច្រើនទេណាអូខេអញ្ចឹងវីដេអូទី2ទី3យើងសិក្សាពី paragraph ទី4គឺត្រាវិញណាគូ share គូអីគូ array គូអីអញ្ចឹងណាអូខេអូខេអញ្ចឹងប៉ុណ្្នឹងចឹងណាពួកយើងជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ